ពិសេសមករយៈនេះបញ្យល់រវល់ច្រើនទេអូនចារវល់ច្រើនបងរវល់នឹងការងារ MV ឬក៏ការងារចម្រៀងឬក៏ការងារជា concert ទាំងប្រូបងទាំងអស់បងទាំងប្រូមុននេះបន្តិចពិសេសទទួលបានការងារ Hot Spot នៅក្នុង Sport Star B1 ឯណាហើយថ្មីនេះតើមានកម្រង Hot Spot នេះបន្ថែមទៀតទេទឹកផ្លែឈើមួយទៀតតែអត់ទាន់ទៅគ្នាគាត់ជាការថតធម្មតាឬក៏ជាធ្វើជា brand ambassador ឲ្យគាត់ដែរនិយាយទៅ brand ambassador អូខេ brand ambassador តែកំពុងតែយើងស្ថិតក្នុងការចងចាំសិនចាអូខេបើសិនជាយើងសង្កេតមើលទៅការងារ2017នឹងអាចប្រហាក់ប្រហែល2016ទៅគឺអាចល្អជាងខ្ញុំមើលថាឆ្នាំនោះមានយកច្រើនមានទឹកច្រើនជាងណាតែពាក់ព័ន្ធមួយបទចម្រៀងវិញស្អីមានត្រៀមបទប្រភេទ original អីប្រកួតប្រជែងអីខ្លះទេអូនចាមានឥឡូវហ្នឹងបានចេញខ្លះនៅ original សោះហើយចំពោះការគ្រប់គ្រងយ៉ាងម៉េចដែរអូនមើលទៅបទ original សោះដែលអូនបានចេញឲ្យចំណងជើងតែមិនខ្លះដែរមានបទកុំស្រឡាញ់គេអីក្នុងសិតអូនខ្លះដែរហើយនឹងបទអនាគតប្រគល់ហើយនឹងបទញាក់បទអីខ្លះទៀតបាទស្របទៅប្រហែលបទដែលបានចេញរួចហើយចេញលើទីផ្សារមួយហើយនៅក្នុងបន្ថែមទៀតនៅខាងក្រោយបទចម្រៀង original សោះទាំងអស់នេះជាការរៀបចំរបស់ផលិតកម្មឬក៏អូនឯងចំណាយលុយបង្កើតលើខ្លួនឯងបង្កើតក្រុមរូបខាងផលិតកម្មព្រោះថាតារាចម្រៀងអស់គឺខាងផលិតកម្មគាត់រៀបចំមកអូខេមានកម្រោងថានៅបង្កើតធីមនិពន្ធបទចម្រៀងខ្លួនឯងទេព្រោះដោយសារផលិតកម្មពេលខ្លះគាត់រើសក្រុមអត់ត្រូវចិត្តយើងអីចឹងណាសម្រាប់ខ្ញុំគឺអត់មានកម្រោងទេដោយសារឥឡូវនេះគេកំពុងតែធ្វើការល្អជាមួយនឹងខាងនិពន្ធឯគាត់រៀបចំបទនិពន្ធថ្មីអីយើងទៅមកចឹងគាត់មានកម្រោងរៀបចំជាធីមខាងក្រៅអូខេពិសេសមានកម្រោងថានឹងធ្វើអីដើម្បីឲ្យមានការចាប់អារម្មណ៍ជាងបណ្ដាឆ្នាំកន្លងទៅនៅឆ្នាំ2017មុនសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំនឹងគិតខំរកប្រទេសថ្មីៗដើម្បីបង្ហាញទុកនេះខ្ញុំមិនដឹងគាត់ថាបន្តតែចំណេះថាអ្វីទេគាត់ថាយើងនឹងគិតខំរកប្រទេសថ្មីៗពីមុនចា៎បាទស្រឡាញ់ដែរតែអ្វីដែលសំខាន់គឺអូនមិនបានស្រឡាញ់គេមានតែបងម្នាក់ទេអូនហ៊ានដឹងចិត្តស្មានថាបងជាមនុស្សល្អអាចគុំដល់រូបអូនដល់ថ្ងៃស្លាប់បែរជាត្រូវស្គាល់ភាពឈឺចាំដែលបានជាប់ជីវិតដឹងតែសាច់គេគ្រប់គ្នាដើម្បីបងប៉ុន្តែបងបានត្រឹមធ្វើឲ្យខូចចិត្តបងអូននឹងមិនអាណិតយកតែពិតមីក្រូវែងឲ្យអ្នកផ្សេងរាមនុស្សដូចបងមិនស្គាល់វាជាទឹកស្នេហ៍ចេញតែស្រីរករឿងតតែងបងនៅថ្ងៃនេះមិនស្រ័យថាខំយំស្ដាយស្រណោនឹងដុំថ្មមួយនេះធ្វើអ្វីសូមលក្ខណៈទាំងអស់គ្នាមួយមកអរគុណចាអរគុណស្រីស្អា
ងជាមនុស្សអាចពំដល់រូបអូនដល់ថ្ងៃស្លាប់បែរជាត្រូវស្គាល់ភាពជាចាំដែលតាមជាប់ជីវិតដឹងតែសាច់គេគ្រប់គ្នាដើម្បីបងប៉ុន្តែបងបានត្រឹមធ្វើឲ្យខូចចិត្តបងអូននៅមិនអាណិតជប់តែពិតនៃក្រវិញឲ្យអ្នកផ្សេងរកមនុស្សដូចបងមិនស្គាល់វាជាទឹកភ្នែកចេញតែស្រីរករឿងតូចតែនពណ៌ណោនៅថ្ងៃនេះដាច់ស្រែកថាខំយំស្ដាយស្រណោនឹងដុំថ្មមួយនេះធ្វើអ្វីសាច់គេគ្រប់គ្នាដើម្បីបងប៉ុន្តែបងបានត្រឹមធ្វើឲ្យខូចចិត្តបងអូនដែលមិនអាណិតយកស្នេហ៍ពិតនៃក្រវែងឲ្យអ្នកផ្សេងរកមនុស្សដូចបងមិនស្គាល់វាជាទឹកភ្នែកចេញតែស្រីរករឿងតូចតែនពណ៌ណោដែលថ្ងៃនេះជាស្រែកថាខំយំស្ដាយស្រណោនឹងដុំថ្មមួយនេះធ្វើអ្វីអរគុណសូមស្នើមកទៀតណាខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាអរគុណចំពោះការចូលរួមនិងការផ្ដល់កម្លាំងចិត្តដល់រូបនាងខ្ញុំ